សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅអ្នកទាំងអស់គ្នាគឺការប្រើប្រាស់ function if else នៃ Excel តោះឥឡូវយើងទៅមើលវាតើយើងប្រើវាដើម្បីគេអញ្ចឹងសម្រាប់ function if else នេះដែរក៏ដូចជា function if ដែរតែគ្រាន់តែវាខុសគ្នាត្រង់ function if else នៅពេលដែលយើងប្រើលក្ខខណ្ឌច្រើនឬក៏ពេលដែលយើងឆែកទៅលើលក្ខខណ្ឌច្រើនវាងាយស្រួលក្នុងការសរសេរជាង function if នៅពេលដែលជួបទៅលើលក្ខខណ្ឌច្រើនបើ function if គឺវាត្រូវសរសេរដែលច្រើនដងប៉ុន្តែសម្រាប់ function if នេះដែរគឺយើងសរសេរម្ដងអាចឆែកលក្ខខណ្ឌបានទៅដល់127លក្ខខណ្ឌនោះចឹងតោះឥឡូវយើងទៅមើលរូបមន្តទាំងអស់គ្នាចឹងសម្រាប់រូបមន្តif else មួយដែរគឺមាន logical test 1ហើយជាមួយនឹង value true ហើយបន្ទាប់មកគឺ test 2ឆែកលក្ខខណ្ឌទី2បន្ទាប់មកគឺផ្ដល់តម្លៃ true ចឹងគឺវាអត់មានL ទេគឺមានតែផ្ដល់តម្លៃ true អញ្ចឹងណាអញ្ចឹងសម្រាប់ logical test ដែលយើងយកមកធ្វើការប្រៀបធៀបនឹងយើងអាចប្រើ operator ឬក៏សញ្ញានឹងគឺមានសញ្ញាស្មើសញ្ញាតូចជាងសញ្ញាធំជាងតូចជាងឬស្មើឬក៏ធំជាងឬស្មើឬក៏ខុសពីអញ្ចឹងណានេះសញ្ញាខុសពីតម្លៃនឹងមួយយ៉ាងទៅអញ្ចឹងណាចា៎នេះគឺជាតម្លៃដែលលទ្ធផលពេលដែលការប្រៀបធៀបនឹងវាពិតឬក៏ true នឹងគឺវាបោះតម្លៃមកឲ្យយើងអញ្ចឹងណាហើយតម្លៃនេះជាអ្វីដែលយើងបានកំណត់ទេហើយនេះគឺសម្រាប់ logical test 2យ៉ាងទៅបន្តវាដូចគ្នាទេតោះឥឡូវយើងមកមើលរូបមន្តមើលឧទាហរណ៍ទី1ចឹងសម្រាប់ឧទាហរណ៍ទី1នេះគឺយើងសិក្សាទៅលើពិន្ទុរបស់សិស្សចឹងឧទាហរណ៍ទី1យើងមានតារាងពិន្ទុសិស្សមួយយើងចង់រកសិស្សណាដែលជាប់ហើយសិស្សណាដែលធ្លាក់ចឹងអានេះគឺលក្ខខណ្ឌចឹងអានេះយើងមាន2លក្ខខណ្ឌចឹងគឺលទ្ធផលតូចជាង50គឺបង្ហាញថាធ្លាក់តូចជាងធំជាងឬស្មើ50គឺជាប់បង្ហាញថាជាប់អញ្ចឹងណាអញ្ចឹងយើងឆែកលើពីលក្ខខណ្ឌហ្នឹងតោះឥឡូវយើងទៅមើលលើ Excel ទាំងអស់គ្នាអញ្ចឹងយើងមាន Excel មួយអញ្ចឹងខ្ញុំសិក្សាទៅលើ column ពិន្ទុនេះអញ្ចឹងបើពិន្ទុតូចជាង50គឺបង្ហាញថាធ្លាក់ធំជាងឬស្មើ50គឺបង្ហាញថាជាប់អូខេតោះឥឡូវគឺខ្ញុំសិក្សានៅលើ column ពិន្ទុហើយបង្ហាញនៅ column លទ្ធផលអញ្ចឹងខ្ញុំស្មើ if f ជាងអាចចុច tab មួយមកអញ្ចឹង logical test 1អញ្ចឹងខ្ញុំបញ្ឆែកលើលក្ខខណ្ឌនៅលើ column ពិន្ទុនេះតបមកបើវាយើងឆែកមើលលទ្ធផលនេះលក្ខខណ្ឌខាងក្រោមនេះបើវាតូចជាង50បើវាតូចជាង50ក្បៀសមួយមកអញ្ចឹងនឹងវានឹងបង្ហាញនេះ value true អញ្ចឹងបើវាតូចជាង50ឲ្យផ្ដល់តម្លៃយើងអីគេផ្ដល់លទ្ធផលនឹងអីឲ្យគេអញ្ចឹងណាចឹងនេះគឺបើតូចជាង50គឺបង្ហាញថាធ្លាក់អញ្ចឹងបង្ហាញថាធ្លាក់អញ្ចឹងជាប្រភេទជា string យើងដាក់នៅក្នុង double quote អញ្ចឹងធ្លាក់ចឹងខ្ញុំបិទមកវិញចឹងខ្ញុំក្បៀសមួយទៀតចឹងវាឆែកទៅលើលក្ខខណ្ឌទី2នេះ logical test 2ចឹងខ្ញុំឆែកនៅកន្លែងនឹងដែរនៅលើ column ពិន្ទុនឹងដែរចឹងបើវាធំជាងឬស្មើ50ក្បៀសមួយមកចឹង value true បើវាធំជាងឬស្មើ50ឲ្យវាចេញអីគេចឹងអ្វីដែលយើងកំណត់លក្ខខណ្ឌគឺឲ្យចេញពាក្យថាជាប់អញ្ចឹងជាប្រភេទជា string ខ្ញុំដាក់នៅក្នុង double quote ជាប់
តោះមកយើងបិទវងចុះវិញអញ្ចឹងយើង enter អូខេអញ្ចឹងយើងអាចអូសរូបមន្តយើងចុះក្រោមមកត្រឹមនេះមកអូខេឥឡូវយើងមើលអានេះយើងផ្ទៀងផ្ទាត់ទាំងអស់គ្នាបន្ទុក40អញ្ចឹងបង្ហាញថាធ្លាក់ត្រូវណាអញ្ចឹងអានេះចិត្តជាងគឺជាប់អានេះ 49.5 ហើយក៏ធ្លាក់ដែរអញ្ចឹងវាតូចជាង50អូខេអញ្ចឹងអានេះគឺ48ក៏ធ្លាក់ដែរអានេះជាប់អញ្ចឹងគឺត្រឹមត្រូវហើយអូខេឥឡូវយើងមកមើលតាក់ទងនឹងឧទាហរណ៍ទី2និយាយតាក់ទងនឹងបន្ទុកសិស្សដដែលយើងមានតារាងបន្ទុកសិស្សដដែលប៉ុន្តែគឺយើងឆែកទៅដល់3លក្ខខណ្ឌឆែកទៅដល់3លក្ខខណ្ឌអញ្ចឹងណាអញ្ចឹងគឺលក្ខខណ្ឌទី1គឺតូចជាង50គឺបង្ហាញថាធ្លាក់ធំជាងឬស្មើ50ប៉ុន្តែតូចជាង80បង្ហាញថាមធ្យមហើយស្មើ80ឬក៏ធំជាង80គឺបង្ហាញថាល្អអញ្ចឹងណាចានេះគឺឆែក3លក្ខខណ្ឌយើងមើលលក្ខខណ្ឌនេះទៅអូខេឥឡូវយើងចូលទៅ Excel ដើម្បីអនុវត្តទាំងអស់គ្នាអូខេចឹងនេះគឺយើងសិក្សាទៅលើកលឹមបន្ទុកនេះដែរអូខេស្មើចានេះគឺឆែកទៅដល់3លក្ខខណ្ឌអញ្ចឹងគ្នាយើងអាចមើលនេះលក្ខខណ្ឌខាងក្រោមនេះដែលខ្ញុំដាក់ហ្នឹងបង្ហាញគ្នាយើងអញ្ចឹងយើង if and ដែរមកជា tab 1 logical test 1យើងសិក្សាទៅលើកលឹមបន្ទុកហ្នឹងតូចជាង50វាបង្ហាញថាធ្លាក់យើងមើលតាមលក្ខខណ្ឌយើងខាងក្រោមនេះអញ្ចឹង string គឺនៅក្នុង double quote 1 logical test 2អញ្ចឹងឆែកទៅលើលក្ខខណ្ឌទី2អញ្ចឹងតូចជាង80អញ្ចឹងតូចជាង80តមកយើងក្បៀស1 value true ទី2នេះ value true ទី2អញ្ចឹងបង្ហាញថាមធ្យមអូខេក្បៀសមួយទៀត logical test 3យើងឆែកលក្ខខណ្ឌមួយទៀតលក្ខខណ្ឌទី3អញ្ចឹងវាធំជាងឬស្មើ80 80ហើយបង្ហាញលទ្ធផលថាល្អអូខេអញ្ចឹងគឺល្អអញ្ចឹងគឺលទ្ធផលគឺល្អអញ្ចឹងខ្ញុំបិទវងចុះមកវិញអញ្ចឹងសម្រាប់លក្ខខណ្ឌនេះដែរគឺយើងឆែកតាមលំដាប់លំដោយមកអញ្ចឹងវាធ្វើការពីឆ្វេងមកស្ដាំឬក៏ពីក្រោមពីលើចុះក្រោមអញ្ចឹងតោះមកយើង enter មកតមកយើងអាចទាញចុះក្រោមអូខេអញ្ចឹងគឺមានន័យថាចេះវាធ្វើពីឆ្វេងមកស្ដាំឬក៏ពីក្រោមពីលើចុះក្រោមហើយពេលដែលវាជួបលក្ខខណ្ឌណាមួយពិតគឺវានឹងបង្ហាញបញ្ចប់ត្រឹមនឹងហ្មងវាអត់ទៅឆែកលក្ខខណ្ឌបន្តទៀតទេអញ្ចឹងណាអញ្ចឹងពេលដែលយើងដាក់លក្ខខណ្ឌក៏យើងត្រូវមើលដែរអញ្ចឹងឧទាហរណ៍អ្វីដែលយើងឥឡូវយើងមកផ្ទៀងផ្ទាត់ទៅលើលទ្ធផលយើងទាំងអស់គ្នាឥឡូវ80វាចូលលក្ខខណ្ឌខាងក្រោមនេះគឺវាចេញលទ្ធផលល្អអូខេត្រូវណាអញ្ចឹងសម្រាប់74.75អញ្ចឹងវាក្រោម80ប៉ុន្តែវាធំជាង50អញ្ចឹងចេញមធ្យមត្រូវហើយអញ្ចឹងណាអូខេឥឡូវនេះ43នេះឬក៏49នេះគឺវាបង្ហាញថាធ្លាក់យ៉ាងនេះថាដោយសារវាតូចជាង50អញ្ចឹងគឺលទ្ធផលយើងគឺត្រឹមត្រូវហើយអញ្ចឹងមានន័យថាការសរសេររូបមន្តយើងគឺអូខេហើយអញ្ចឹងណាអូខេអញ្ចឹងឥឡូវយើងមកមើលឧទាហរណ៍ចុងក្រោយគឺឧទាហរណ៍ទី3អញ្ចឹងនេះគឺវាសិក្សាទៅលើ4លក្ខខណ្ឌវាលើសមុននឹងតិចអញ្ចឹងគឺយើងមានតារាងសិស្សដែរទេគ្រាន់តែយើងសិក្សាទៅលើ4លក្ខខណ្ឌអញ្ចឹងក៏វាមិនខុសអីពី3លក្ខខណ្ឌដែរអូខេតោះឥឡូវយើងទៅអនុវត្តទាំងអស់គ្នា
ចឹងកន្លែងនេះខ្ញុំអាចនឹងលឿនតិចទៅវាមិនខុសគ្នាទេគ្រាន់តែវាបន្ថែមលក្ខខណ្ឌទេអញ្ចឹងយើងមើលនេះលក្ខខណ្ឌដែលយើងបានដាក់ហ្នឹងយើងអាចមើលលក្ខខណ្ឌនៅកន្លែងនេះអូខេតើអញ្ចឹងខ្ញុំសរសេររូបប្រមុនយើងដែរ if f យ៉ាសេខុស if f តមកយើងសិក្សាទៅលើ column បន្ទុកដែរអញ្ចឹងយើងដឹងហើយគឺវាធ្វើការពីឆ្វេងទៅស្ដាំពីក្រោមឡើងពីលើចុះក្រោមហើយបើវាជួបលក្ខខណ្ឌណាមួយពិតគឺវានឹងបញ្ចប់នៅត្រឹមនឹងតែម្ដងអូខេអញ្ចឹងគឺវាតូចជាង50បង្ហាញនៃ value is true បើវាពិតគឺបង្ហាញថាធ្លាក់អូខេអញ្ចឹង logical test 2យើងតេស្តទៅលើលក្ខខណ្ឌទី2ប្រសិនបើវាតូចជាង80វានឹងបង្ហាញបើវា true វានឹងបង្ហាញថាមធ្យមអូខេតមកគឺ logical test 3ប្រសិនបើវាតូចជាង90យើងទៅមើលតាមលក្ខខណ្ឌដែលយើងបានកំណត់នៅខាងក្រោមនេះបន្ទាប់មកគឺឲ្យវាចេញលទ្ធផលពេលដែលវាពិតគឺល្អអូខេយើងដាក់ក្នុង double quote ជាប្រភេទ string អញ្ចឹង logical test 4យើងតេស្តមួយទៀតអញ្ចឹងបើសិនឲ្យវាធំជាងឬស្មើ90គឺលទ្ធផលល្អណាស់អូខេអញ្ចឹងគឺចប់ត្រឹមហ្នឹងហើយយើងឆែក4លក្ខខណ្ឌហើយលក្ខខណ្ឌដែលយើងអាចឆែកបានគឺរហូតទៅដល់128លក្ខខណ្ឌនេះ127លក្ខខណ្ឌអញ្ចឹងណាចានេះយើង4លក្ខខណ្ឌគឺអត់បញ្ហាទេចាំតមកយើងបិទវាកញ្ចក់ឲ្យ enter មកអូខេអញ្ចឹងយើងអាចទាញរូបមន្តយើងចុះក្រោមអូខេអញ្ចឹងគឺវា80វាចូលនៅក្នុងរាងណាល្អត្រូវល្អអានេះបើវាតូចជាង80វាមធ្យមហើយអញ្ចឹង79អីគឺមធ្យមអញ្ចឹងអានេះគឺវាចូលរ៉េងល្អចន្លោះពី80មក89អញ្ចឹងណាគឺល្អតមកអានេះចិត្តជាងគឺមធ្យមអញ្ចឹងវានៅចន្លោះពី50មក79នោះគឺមធ្យមអូខេអញ្ចឹងយើងមើលពិនិត្យទៅលើលក្ខខណ្ឌយើងនេះអានេះ9.5អញ្ចឹងវាចេញលទ្ធផលល្អណាស់នេះ92គឺល្អណាស់អូខេអញ្ចឹងគឺលទ្ធផលយើងគឺត្រឹមត្រូវហើយអញ្ចឹងការសេរូបមន្តយើងគឺត្រឹមត្រូវហើយអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបង្ហាញអ្នកទាំងអស់គ្នាបើគ្នាយើងពេញចិត្តកុំភ្លេចជួយ like និង share វីដេអូនេះមួយផងអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ